Tuesday អ្នកទាំងអស់គ្នាថ្ងៃនេះផងដែរគឺ admin សាសាបាននាំយករឿងមួយដែលមានចំណងជើងថា burger សាច់មនុស្សដែលស្រីរឿងមួយនេះផងដែរគឺគេចង់និយាយអំពីហាង burger មួយកន្លែងដែលមានភ្ញៀវចូលមកច្រើនកកខ្លាំងមែនតើមិនត្រឹមតែ hamburger មានរសជាតិឆ្ងាញ់នោះទេសូម្បីតែអ្នកលក់ក៏មានសម្រស់ស្រស់ស្អាតផងដែរតែនៅពីក្រោយការលក់ដ៏ឆ្ងាញ់ជាមួយនឹងភាពដ៏ស្រស់ស្អាតមួយនេះផងដែរគឺមានរឿងដ៏ខ្មៅកខ្វក់មួយបានកាត់ឡើងដូច្នេះបើចង់នឹងថាតើមានរឿងអ្វីកាត់ឡើងនោះតោះចូលទៅដល់សេរីរបស់យើងតែម្ដងទៅតែជម្រាបអ្នកទាំងអស់គ្នាអាចចុច like និង subscribe admin ផងដែរដើម្បីទទួលបានវីដេអូថ្មីៗនិងល្អៗពី admin ផងដែរដូច្នេះកុំឲ្យខាត់ពេកចូលទៅដល់សេរីរបស់យើងតែម្ដងទៅផ្ដើមសេរីដំបូងបង្ហាញឲ្យឃើញនៅផ្ទះរបស់កន្លែងជាអ្នកធ្វើ burger អ្នកទាំងអស់គ្នានៅក្នុងទីក្រុងល្បីខាងមែនតើអំពី burger ឆ្ងាញ់នឹងឯងហើយគាត់នឹងឯងគឺជាម្ចាស់ហាងអ្នកធ្វើ burger នឹងក៏ប៉ុន្តែគាត់បានអូស័កសពមនុស្សហើយយកមកវះសាច់យ៉ាងឈាមស្របដល់ពេញខ្លួនរួចហើយយកមកកាត់ធ្វើជាសាច់អ្វីមិនដឹងទេប្រហែលជាគាត់មានរឿងអីមួយកំពុងតែលាក់បាំងហើយក៏ប៉ុន្តែរសជាតិ burger របស់គាត់ឆ្ងាញ់ណាស់ឆ្ងាញ់លើអ្វីដតៃទៀតតែម្ដងហើយគាត់ពិតជាលក់ដៃខ្លាំងណាស់ដោយសារតែរូបសម្រស់គាត់ក៏ស្អាត burger គាត់ក៏ឆ្ងាញ់ផងដែរកម្មវិធី hamburger របស់គាត់វិញនៅក្នុងទីក្រុងនៅចំកណ្ដាលតែម្ដងមានពន្លឺជាច្រើនតែទៅចូលជារៀងរាល់ថ្ងៃបើថាមិនច្រើនបើណានៅខាងក្រៅហើយនៅខាងក្នុងនិយាយពីថាណែនហាងតែម្ដងដោយសារតែ burger របស់គាត់ឆ្ងាញ់ផងដែរនិយាយពីថានៅខាងក្នុងក៏ច្រើននៅខាងក្រៅហ្នឹងក៏ច្រើនថែមទៀតតែមើលទៅពិតជាគាត់ពិតជាលក់ដាច់ខ្លាំងមែនតើហើយម្នាក់ហ្នឹងគឺញ៉ាំ burger យ៉ាងឈ្ងុយឆ្ងាញ់នេះមកពីសាច់ burger របស់គាត់ឆ្ងាញ់តាមពិតទៅពួកគេមិនបានដឹងពីរឿងខ្វល់ក៏ខ្វក់មួយបើបានកើតឡើងនៅក្នុងសាច់ burger មួយនោះផងដែរពួកគេមិនបានដឹងនោះទេហើយចំណែកឯមិត្តភក្តិចំ3នាក់នេះវិញម្នាក់នេះដែលគាត់កំពុងតែញ៉ាំហ្នឹងគាត់មានឈ្មោះថា Luffy ហើយអ្នកនរគ្នាហើយចំណែកម្នាក់នេះវិញគឺគាត់មានឈ្មោះថា Fiona ចំណែកម្នាក់នេះវិញអ្នកគ្នាគឺគាត់មានឈ្មោះថា Gata គាត់ទាំង3គឺមិត្តភក្តិគ្នាហើយគាត់ទាំង3ហ្នឹងក៏បានលួចក្រាស់ជាមួយនឹងម្ចាស់ហាងហ្នឹងតែម្ដងអ្នកគ្នាទាំង3អ្នកមិត្តភក្តិហ្នឹងតែម្ដងមកញ៉ាំហ្នឹងមកញ៉ាំទាំងរសជាតិឆ្ងាញ់ហើយសំខាន់ណាមកមើលមុខអ្នកលក់ទៀតអ្នកទាំងអស់គ្នាហើយមានថាពីម្នាក់កំពុងតែដើមគ្នាចឹងទៅអើយ Fiona កំពុងតែដើមគ្នាជាមួយនឹង Gata Luffy ហ្នឹងក៏បាននិយាយថាអត់ទេជារបស់ខ្ញុំទេណាក៏ប៉ុន្តែនិយាយថាពី Gata ហ្នឹងញីអ្នកគ្នាបាទស្រឡាញ់ខ្លាំងអ្នកគ្នារៀនមើលមុខអីអញ្ចឹងទៅពួកគេប្រកែកគ្នាតែពួកគេស្រឡាញ់មនុស្សតែមួយមែនតែពួកគេអាចឆ្លុះគ្នាទេអ្នកគ្នាដោយសារតែពួកគេដឹងថាចិត្តរបស់ពួកគេហ្នឹងនៅបរំអ្នកនោះដែរអត់ទេពួកគេក៏តាពីឆ្លុះគ្នាដើមអញ្ចឹងទៅតែពួកគេឆ្លុះលេងអ្នកទាំងគ្នាហើយបន្ទាប់ទៀតពួកគេក៏បាននាំគ្នាដើរទៅកន្លែងហាងហ្នឹងហើយក៏បាននិយាយថាអស់លុយប្រហែលហើយនាងក៏បានយកលុយទៅឲ្យអញ្ចឹងទៅបន្ទាប់ពីហ្នឹងគឺថាគាត់ក៏បានធ្វើការអរគុណអញ្ចឹងទៅប៉ុន្តែភ្លាមហ្នឹងមុននឹងរៀបចេញទៅហើយហ្នឹងគឺថាពួកគេហ្នឹងបានមានកម្រោងមួយអ្នកគ្នាគឺថាចង់សុំលេខផ្ទះរបស់ម្ចាស់ហាងហ្នឹងអញ្ចឹងណាបន្ទាប់មកម្ចាស់ហាងហ្នឹងក៏បានធ្វើការសរសេរលេខផ្ទះឲ្យគាត់អីចឹងទៅស្រួលទៅរកអីអញ្ចឹងហើយនាងឃើញអញ្ចឹងណាអ្នកគ្នានិយាយថាពី Luffy ឃើញអញ្ចឹងនាងនឹងសប្បាយចិត្តតែម្ដងសារតែនាងលុយក្រាស់អញ្ចឹងហើយពួកគេទាំង3គឺថាម្នាក់វិញនឹងសប្បាយចិត្តឲ្យ Luffy ក៏បាននិយាយថាចាំមើលតែយើងបានទៅនឹងធ្វើម៉េចទេក៏ប៉ុន្តែគឺថាអើយនេះអ្នកគ្នាកាតារបស់យើងហ្នឹងនាងក៏បានគិតថាខ្លួននាងឯងគ្មានណាបានទៅដល់មុនទេគឺយើងនឹងឯងបានទៅដល់មុនចាំមើលតែអ្នកណាមានសមត្ថភាពអ្នកនឹងយកឲ្យវើយពួកនាងឯងកុំសប្បាយតោះណារបស់យើងទេហើយពួកគេនឹងក៏នៅប្រកាយគ្នានៅហ្នឹងចឹងទៅចំណែកឯលោកម្ចាស់ហាងហ្នឹងវិញឈរមើលពួកគេហ្នឹងដូចជាគាត់មានកម្រងអ្វីមិនដឹងទេអ្នកទាំងអស់គ្នាហើយគាត់មើលទាំងញញឹមអីចឹងទៅហើយលោកនឹងសង្ហាមែនហ្នឹងអ្នកទាំងអស់គ្នាគាត់តែគាត់សម្រាប់មនុស្សយកធ្វើ burger yes កាត់ម្ដងនៅពេលយកវិញភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងតែម្ដងហើយគាត់នឹងកំពុងតែធ្វើ burger របស់គាត់សាច់ burger នឹងធម្មតាចឹងទៅដោយគាត់នឹងបានចាប់មនុស្សស្រីម្នាក់ទៀតមកសម្រាប់ទៀតហើយអ្នកទាំងគ្នាហើយភ្លាមនឹងសារក៏បានលោតចូលមកគឺជាសាររបស់ Gata ដែលបានឆាតមកគាត់អញ្ចឹងទៅថានាងបានមកដល់ហើយចាំមកទទួលនាងផងនាងអត់សូវហ៊ានចូលមកទេដោយសារតែមេឃពងចាក់ភ្លៀងហើយរៀងងឹតដែរនាងមើលទៅពិតជាគួរឲ្យខ្លាចដែរហ្នឹងណាតែធ្វើមិនអ្នកគ្នាជាលេះចាលួយក្រាស់គេនាងនឹងមើលទៅលួយក្រាស់មែនតើហ្នឹងស្រឡាញ់ខ្លាំងក៏បានដើរមកចឹងទៅដើរមកសុកហ្នឹងក៏បានឃើញថាអើយបរមអ្នកដែលគឺជាម្ចាស់ហាងហ្នឹងគឺគាត់បានដើរមកដើម្បីយកនាងអញ្ចឹងទៅហើយគាត់នឹងបានដើរមកនាងក៏ឃើញនាងឡើងញញឹមតែម្ដង
បន្ទាប់មកគាត់ក៏បានសួរថាអូអ្នកនាងមកហើយអញ្ចឹងមកចូលទៅក្នុងផ្ទះសិនមកចាំខ្ញុំមកឬចង់ឲ្យអ្នកនាងញ៉ាំសិនកាន់មកដល់កន្លែងគេញ៉ាំវិញនៅក្នុងរោងមួយពួកគេនឹងបានញ៉ាំហើយចំណែកឯនាងនឹងមិនដឹងថាសាច់អីទេបងប្អូននាងបានញ៉ាំយ៉ាងឈ្ងុយឆ្ងាញ់តែម្ដងហើយនាងបាននិយាយថាលោកប៉ិនធ្វើម្ល៉េះសាច់អីហ្នឹងមើលទៅប្រហែលជាឆ្ងាញ់ខ្លាំងហើយមើលទៅហើយគាត់ក៏បាននិយាយថាគឺគាត់មានកសិដ្ឋានសាច់គោឬក៏សាច់ជ្រូកមួយនៅខាងគៀនផ្ទះរបស់គាត់នឹងឯងដែលគាត់នឹងអាចយកវាទៅធ្វើសាច់ burger ជាមួយនឹងម្ហូបប្រចាំថ្ងៃរបស់គាត់បានណាហើយគាត់ក៏អត់សូវខ្វះខាតជីវភាពបានដែរដោយសារតែហាងរបស់គាត់នឹងលក់ដាច់ជាងគេនៅក្នុងទីក្រុងសំខាន់ burger ឆ្ងាញ់ហើយនាងក៏បានថាមែនហើយមិនត្រឹមតែ burger លោកឆ្ងាញ់ទេឬថារូបសម្រាប់របស់លោកក៏ស្អាតដែរក៏អាចតាក់ទាញភ្ញៀវដូចជាខ្ញុំបានដែរណានិយាយចឹងយ៉ាងនេះតែម្ដងភ្លាមៗដល់ក៏មានសលេងមួយបានបន្លឺឡើងគឺសំឡេងបែកកែវមកលឺចឹងពីក្នុងផ្ទះតែម្ដងហើយនាងក៏បានសួរថាតើជាសំឡេងអ្វីគាត់ក៏បានថាមិនអីទេណាអ្នកនាងនៅទីនោះសិនហើយខ្ញុំទៅមើលក្នុងមួយផ្លែតក្រែលោមិនមានអ្វីមិនប្រក្រតីចឹងទៅហើយកែតាក៏បានថាអីទៅលោកទៅចោះបន្ទាប់មកលោកនឹងក៏បានដើរទៅអ្នកគ្នានិយាយថ្ងៃដឹងថាឈ្មោះអ្នកលក់ burger ហ្នឹងឈ្មោះអីទេនៅពេលដែលគាត់បានដើរចូលមកដល់ក្នុងផ្ទះភ្លាមគឺគាត់បានដើរចូលបន្ទប់របស់គាត់នឹងមួយគាត់បើកម្ដងគឺអ្នកស្រីនេះគឺថាចិត្តស្លាប់ឯអ្នកនរគ្នាគាត់ចាក់អត់ទាន់ស្លាប់ទេគាត់រៀបយកធ្វើសាច់ burger ថ្មីចឹងទៅកាមេរ៉ាកាតាវិញនេះក៏រពឹសខ្លាំងមែនទែនអ្នកគ្នានៅពងសញ្ញាំសសហ្នឹងក៏បានដើរចូលកសិដ្ឋានកន្លែងគេចិញ្ចឹមជ្រូកចិញ្ចឹមគោអញ្ចឹងដើម្បីចង់មើលសាច់អញ្ចឹងណាថាតើគោនោះវាមានជីវជាតិមួយខ្លះដែលធ្វើសាច់របស់វាផ្អែមឆ្ងាញ់ខ្លាំងមែនទែននាងក៏បានដើរមកយ៉ាងមើលទៅគួរខ្លាំងមែនទែនងឹតណាក៏បានឃើញប្រទះឃើញកន្លែងរោងនឹងពីរប្រហែលជាកន្លែងហ្នឹងកន្លែងគេចិញ្ចឹមហើយនាងក៏បានសម្រេចចិត្តដើរចូលទៅមើលអីចឹងទៅរួចនាងក៏បានធ្វើការសម្លឹងទៅមើលជុំវិញនឹងបន្តិចតាមមើលទៅមានអ្វីខុសប្រក្រតីដែរឬទេខុសប៉ុន្តែនៅពេលដែលនាងសម្លឹងទៅមិនបានឃើញអ្វីខុសនោះទេគឺឃើញតែរោគចិញ្ចឹមសត្វនឹងឯងអញ្ចឹងហើយទៅនាងបានសន្មតថាហើយជាវាគ្មានរឿងអីនោះទេណាគឺគ្រាន់តែគាត់ចិញ្ចឹមសត្វធម្មតាតែប៉ុណ្ណោះហើយជាគាត់គ្មានលាក់បាំងរឿងអីដូចយើងទេហើយបើសិនជាបានប្តីធ្វើជាអ្នកលក់ burger ចឹងណាមិនដឹងថារងថ្ងៃហ្នឹងបានលុយចាយតំណាំអស់ទេព្រាមឡើងម្ដងដែរគឺថាលោកហ្នឹងក៏បានហានាងក៏បានសួរថានាងមិនដឹងធ្វើអីនាងថាខ្ញុំមិនចង់មើលកន្លែងកសិដ្ឋានលោកទីហ្នឹងម៉ែឃើញសត្វគោសត្វជ្រូកអីចឹងគាត់ថាអីទេឥឡូវទៅក្នុងផ្ទះហ្នឹងទៅព្រាមហ្នឹងនាងក៏បានឈរមកនៅក្នុងផ្ទះហើយក៏បាននិយាយថាហើយបើសិនជាខ្ញុំបានសង្សារជាអ្នកលក់ burger ចឹងមិនដឹងល្អយ៉ាងម៉េចទេខ្ញុំមកប្រហែលជាឆ្ងាញ់មករាល់ថ្ងៃហើយបន្ទាប់ទៀតលោកនឹងក៏បាននិយាយថាមិនអីទេណាចាំគាត់បំពេញបំណងអ្នកនាងវិញនាងនិយាយចឹងនាងឡើងសមាជិកតែម្ដងហើយគាត់នឹងក៏បាននិយាយបន្ថែមទៅថាតើនាងបើសិនជានាងខ្លះទៅជាសាច់ burger ហ្នឹងវិញណាប្រហែលជាមើលទៅល្អជាងហ្នឹងណាហើយប្រហែលជាអ្នកទិញនៅទីទៀតប្រហែលជាឆ្ងាញ់នាងក៏លឺចឹងនាងនឹងញាក់មកឡើងថាម៉េចលោកចង់និយាយពីអីហ្នឹងបន្ទាប់មកទៀតហ្នឹងនាងក៏បានសម្លឹងឃើញលោកហ្នឹងកាន់កំបិតអ្នកទាំងអស់គ្នាហើយនាងថាហាលោកនេះលោកសម្រាប់មនុស្សយកធ្វើជាសាច់ burger មែនទេហើយលោកនឹងក៏បានថាត្រូវហើយឥឡូវនេះដល់សាច់អ្នកនាងម្ដងហើយនាងក៏បានស្រែកដោយសារតែលោកនឹងបានធ្វើការចាក់សលើនាងស្លាប់ភ្លាមៗតែម្ដងអាណិតកាតាខ្លាំងមែនតើអ្នកនរគ្នាលួចក្នះគេឥឡូវគេចាក់សម្លាប់សាមុខលួចក្នះគេមិនចេះមើលស្ថានភាពសោះគេមកដល់នៅហាង burger ធម្មតារបស់យើងវិញភ្ញៀវគឺនៅតែមានការចូលច្រើនកកដដែលហ្នឹងមិនមានការថយតាណានោះទេគឺថាមានមិនថាមានសិស្សសាលាឬក៏អ្នកដើរតាមផ្លូវឬក៏ប្រជាជនធម្មតាអ្នកមានអ្នកក្រវណ្ណៈទាបវណ្ណៈតូចអីតែតែមកចូលហាងញ៉ាំនៅហាងហ្នឹងធម្មតាតែម្ដងទៅពួកគេដោយសារតែពួកគេមានលុយនឹងឯងមកចូលពួកគេចូលមកញ៉ាំកាលមកដល់មិត្តភក្តិស្រីពីរនាក់ដែលគឺជា Fiona ឬជាមួយនឹង Luffy ពួកគេហ្នឹងគឺថាមិនបានប្រទះឃើញជាមួយនឹងកាតាដែលជាមិត្តភក្តិរបស់ពួកគេនោះទេដូច្នេះហើយពួកគេក៏បានទៅសួរជាមួយនឹងបុរសដែលជាអ្នកលក់ហ្នឹងសួរថាតើមានឃើញមិត្តភក្តិរបស់ពួកគេដែលជាកាតានៅទេបុរសហ្នឹងក៏បានតបអត់ឃើញនោះទេហើយនេះក៏បានសួរថាក្រែងនេះថាទៅផ្ទះរបស់លោកអីគឺនាងបានលួចក្រាស់ទៅលើលោកអញ្ចឹងហើយនឹងក៏បានទៅផ្ទះរបស់លោកទៅលោកហ្នឹងក៏បានកាត់ទៅវិញថាអត់ទេខ្ញុំអត់លើផ្ទះមានក៏ប៉ុន្តែខ្ញុំមិនបានទៅរកខ្ញុំនៅផ្ទះនោះទេគឺយកមកនេះគ្មានបានទៅរកនោះទេពួកគេទាំងពីរហ្នឹងវាចិត្តឆ្ងល់ដែរថាក្រែងនេះថាទៅរកយប់ហ្នឹងថ្ងៃមិនក៏អត់ទៅរកអញ្ចឹងគឺបន្តមកទៀតពួកគេហ្នឹងក៏បានដាក់ចាក់ចេញពីហាងហ្នឹងទៅតែពួកគេក៏ដូចជាមានចិត្តសង្ស័យទៅលើបរិយាម្ចាស់ហាងហ្នឹងផងដែរដែលពួកគេហ្នឹងបានឆ្ងល់ថាក្រែងកាតាហ្នឹងនេះបានទៅធ្វើការទៅរកគាត់នៅខាងក្នុងផ្ទះអញ្ចឹងទៅហើយក៏មិនឃើញអញ្ចឹងឬក៏គាត់ចាប់ជាមួយនឹងកាតាទុកមិនអីទេណាចាំមើលល្ងាចគឺយើងគិតថាទៅរកកាតានៅផ្ទះរបស់គាត់ទៅវាមិនដែលថាមិនឃើញនោះទេពីព្រោះថានាងបានសរសេរសម្បត្តិប្រាប់យើងហើយតើមិនទៅសរសេរសម្បត្តិនោះទេបានឆាប់ប្រាប់ទៀតថានាងបានទៅផ្ទះរបស់អ្នកលក់នឹងឯងហើយក៏តែមើលយប់សិនក្រែងលោនាងជ្រុំវិញនៅផ្ទះនឹងទៅហើយគេដាក់ស្នាដៃនេះមកលេងកាច់ទៅដឹង
បន្តមកទៀតកម្មវិធីនៅផ្ទះរបស់នឹងវិញនៅពេលយប់ក៏បានជួយមកដល់មិនតែយកពេលអ្នកតគ្នាគ្រាន់តែល្ងាចអញ្ចឹងណាអ្នកទាំងពីរដែលគឺជា Fiona ឬជាមួយនឹង Luffy ហ្នឹងពួកគេហ្នឹងបានធ្វើការដើរមកដល់ផ្ទះហ្នឹងទៅហើយតែមិនទាន់ហ៊ានចូលនោះទេដូចជាការកាតាកាមើលមុនអញ្ចឹងពួកគេឈរនៅខាងក្រៅកសិដ្ឋានហើយក៏បានមើលថាក្នុងកសិដ្ឋាននេះដូចជាមានសត្វអវិស្វ័យមួយផងហ្នឹងតែពួកគេយកសាច់អ្វីទៅធ្វើជា burger នេះហើយក៏ប៉ុន្តែយើងគិតថាឥឡូវនេះទៅរកកាតាសិនទៅណាចាំមកគិតថាសាច់នេះគឺធ្វើសាច់អ្វីប្រហែលជាសាច់គោហើយប្រហែលជាគេឥឡូវហ្នឹងគឺគេយកគោយកទៅទុកក្នុងក្រោមអញ្ចឹងទៅអញ្ចឹងបានវាមិនឃើញហើយទៅរកឥឡូវយើងទៅផ្ទះរបស់គាត់សិនទៅណាបើនៅឈរហ្នឹងក៏មិនដឹងថាធ្វើអីបានដែរពួកគេទាំងពីរហ្នឹងក៏បានធ្វើការដើរចូលទៅក្នុងផ្ទះអញ្ចឹងទៅក្នុងចិត្តរបស់ Fiona វិញនាងមានអារម្មណ៍ថាព្រួយបន្តិចដែរដោយសារតែនាងមិនដែលថាធ្លាប់មកទីនេះម្ដងនោះទេហើយនាងក៏មានចិត្តឆ្ងល់ជាមួយនឹងសាច់ដែលគាត់ធ្វើ burger ដែរមិនដឹងថាគាត់ធ្វើសាច់អ្វីដោយសារតែគ្មានឃើញសូម្បីតែគោឬក៏ជ្រូកមួយក្បាលសោះទៅដល់នាងក៏បានហៅទៅលើអ្នកលក់ហ្នឹងក៏ប៉ុន្តែនាងហៅព្យាយាមច្រើនដងហើយមិនបានប្រទះឃើញអ្នកលក់ burger ហ្នឹងចេញមកនោះទេមិនដឹងថាគាត់ទៅណានោះទេដូច្នេះហើយគឺថា Luffy របស់យើងបានប្រាប់ថាឥឡូវអាចចូលទៅក្នុងផ្ទះទៅណាយើងចាំនៅខាងក្រៅអាចចូលទៅមើលគេលោកថាគឺថាកាតារបស់យើងហ្នឹងក៏លោកនាងនៅក្នុងផ្ទះអញ្ចឹងទៅក៏ប៉ុន្តែពេលដែល Fiona đã ចូលទៅដល់នាងមិនបានប្រទះឃើញជាមួយនឹងកាតាដែលជាមិត្តភក្តិរបស់នាងនោះទេនាងដើររកក្នុងបន្ទប់តែម្ដងក៏ប៉ុន្តែនាងនៅតែមិនអាចរកឃើញយើងកាត់មកដល់គឺថា Luffy របស់យើងវិញនាងគឺថារពឹងដូចជាកាតាដែរនៅមិននៅនោះទេដើរចង់មកមើលថាតើមានកូននៅក្រៅមិនដែរឬទេខ្ញុំដើរមកដូចជាគ្មានប្រទះឃើញតែមួយក្បាលផងហ្នឹងនាងក៏ដូចជាមានចិត្តឆ្ងល់ក៏បានសម្រេចចិត្តដើរចូលទៅដល់តែដើរចូលទៅដល់នាងគឺភ្ញាក់ផ្អើលខ្លាំងមែនតើនាងក៏បានធ្វើការស្រែកយ៉ាងលឺឲ្យ Fiona លឺណា Fiona លឺអញ្ចឹងនាងក៏បញ្ញារត់ទៅមើលផងដែរថាតើ Luffy មានរឿងអ្វីពេលទៅដល់ឃើញ Luffy កំពុងតែដួលអង្គុយចុះហើយនាងក៏បានលេចទៅមើលតាម Luffy ប្រទះឃើញមានសាកសពនារីជាច្រើនដែលបានស្លាប់ដោយការចាក់សម្លាប់នៅក្នុងនោះគឺពួកគេក៏បានឃើញមិត្តភក្តិរបស់ពួកគេផងដែរដែលគឺជាកាតាដែលស្លាប់ក្នុងទុកឈ្លាមដោយការចាក់សម្លាប់ពីបរោះដែលជាអ្នកលក់ burger មិនយូរមិនឆាប់បុរសម្នាក់ហ្នឹងក៏បានធ្វើការជិះមកពីណាមិនដឹងត្រឡប់មកផ្ទះរបស់គាត់វិញពួកគេគាត់ទៅលើសំឡេងឡានភ្លាមម្នាក់គឺថារកកន្លែងពូនសិនបើមិនអញ្ចឹងទេស្ដាប់ទាំងពីរអ្នកលើហើយបុរសដែលជាម្ចាស់ហាងក៏បានធ្វើការចុះពីលើឡានហើយគាត់ក៏បានដើរចូលទៅក្នុងផ្ទះរបស់គាត់ដូចជាធម្មតាដូចសពមួយដងអញ្ចឹងឯងដែលថាតែគាត់នេះត្រូវបានយកមនុស្សថ្មីដើម្បីយកមកធ្វើសាច់ burger លក់ស្អែកអញ្ចឹងទៅតែគាត់អត់ទាន់បានចូលទៅរោងគោដើម្បីយកសាច់ថ្មីទេអ្នកគ្នាគាត់ដើរចូលក្នុងផ្ទះរបស់គាត់សិនគ្រាន់តែគាត់ដើរចូលមកប៉ុណ្ណឹងគាត់ដឹងថាក្នុងផ្ទះរបស់គាត់មានមនុស្សចូលព្រោះថាមានដានជើងនៅក្នុងផ្ទះរបស់គាត់ចាប់ដើមឆ្ងល់មែនទែនហើយសំខាន់ណាផ្ទះហ្នឹងគឺគាត់អត់មានចាក់ទ្វារទេហើយបើកទ្វារចោលទៀតនេះប្រកាសណាស់ថាមានមនុស្សចូលគាត់ក៏បានដើរមើលគ្រប់កាត់ច្រកក្លោទាំងអស់តែម្ដងគាត់ថាម្ដងនេះក៏មានមនុស្សចូលដែរអញ្ចឹងប្រហែលជាពួកគេទៅមើលកសិដ្ឋានរបស់គាត់ហើយគាត់ផ្លាច់បែកការរបស់គាត់ខ្លាំងណាស់គាត់ក៏បានទៅយកកំបិតហើយក៏បានធ្វើការរត់ទៅកសិដ្ឋានភ្លាមតែម្ដងអត់តាន់យកអ្នកគ្នាគាត់រត់ទៅមើលចឹងណាពេលដែលរត់ទៅដល់មិនបានប្រទះឃើញម្នាក់នោះទេគឺបានតែឃើញសាកសពគឺពួកគេកំពុងតែដេកនៅក្នុងធូបឈាមនឹងឯងមិនតាន់បានឃើញមនុស្សនោះទេតែគាត់ចាំច្បាស់ណាស់ហើយគាត់ក៏ដឹងដែរថាមានអ្នកនៅក្នុងហ្នឹងពួកគេទាំងពីរដែលជា Luffy ឬជាមួយ Fiona កំពុងតែអង្គុយក្រៀមក្រំនៅទីកន្លែងនេះតែម្ដងហើយនិយាយថាពីយំហើយបរមអ្នកហ្នឹងក៏ចាប់ផ្ដើមក្រៅមែនតើហើយគាត់ក៏បានធ្វើការដើរទៅយកកបិតហើយ Fiona បានថាយើងបញ្ញាប់រត់ទៅណា Luffy យើងនៅទីនេះជាប្រកាសជាស្ដាប់ជំខានទេ Luffy ហ្នឹងក៏បានថាមិនហើយទៅណា Fiona តែយើងនឹងចោលកាតាពេកហើយយើងត្រូវទៅយកឲ្យទៅធ្វើឲ្យកាតាកាន់មកដល់គាត់វិញគឺថាគាត់បានយកកំបិតរត់ទៅកសិដ្ឋានហ្នឹងតែម្ដងហើយដើម្បីដើររមមនុស្សផាយចំពោះគេគ្មានតំណែងឆ្លៃពីកសិដ្ឋានហ្នឹងទេនៅក្រៅហ្នឹងឯងគាត់នៅតែព្យាយាមរត់ដើម្បីទៅរកពួកគេទាំងពីរក៏ប៉ុន្តែពេលទៅដល់កន្លែងនេះពួកគេទាំងពីរពូនហ្នឹងពួកគេមិនបានដល់ទីហ្នឹងទេហើយគាត់ក៏បានរត់ទៅឃើញពួកគេទាំងពីរកំពុងតែធ្វើការរត់ចាក់ចេញពីកសិដ្ឋានរបស់គាត់បុរសឃើញអញ្ចឹងនៅមិនបាននោះទេក៏បញ្ញាប់ឡើងដើម្បីកុំឲ្យបែកការតាន់ហើយក៏បើកតម្រង់ទៅរកពួកគេទាំងពីរភ្លាមតែម្ដងហើយអ្នកទាំងអស់គ្នាមិនដឹងថាវាស្នាមពួកគេទាំង3ហ្នឹងជួបដូចគ្នាដែរទេកម្មដល់អ្នកទាំងពីរនេះវិញរត់ក៏បានធ្វើការឈប់ពាក់កណ្ដាលផ្លូវហើយបន្តទៀត Fiona គាត់ថាទីយកគាត់ចោលកាតាមែនហើយបើកាតាទៅបានស្លាប់បានហ្នឹង Luffy ថាមិនអីទេណាយើងរត់ទៅដើម្បីទៅប្រាប់ប៉ូលីសយើងរត់ទៅធ្វើឲ្យកាតាពេលភ្លាមហ្នឹងឡានបរោះក៏បានបើកដល់កន្លែងហ្នឹងហើយក៏បានបើកទៅបុកពួកគេទាំងពីរភ្លាមហ្នឹងកន្លែងតមកទៀតពួកគេទាំងពីរក៏ត្រូវបានឡានបុកមួយរំពេចម្នាក់ក៏ត្រូវបានដេកសម្លាប់រៀងខ្លួនព្រោះថាបុកមិនខ្លាំងនោះទេបុកមកល្មមដែលធ្វើឲ្យពួកគេអាចសម្លាប់បានបុរសហ្នឹង
គាត់បានញញឹមទៀតហើយដោយសារតែគាត់បានសាច់ថ្មីលក់ទៀតហើយមិនចេះខ្វះនោះទេសាច់របស់គាត់មានដល់តែ2នាក់ឯណោះហើយគាត់ក៏បានយកពួកគេទាំងពីរហ្នឹងយកទៅកន្លែងរោងកូនហ្នឹងទៅតែអេមីសូមបញ្ជាក់ណាអ្នកទាំង3ដែលស្ដាប់មកគឺមិនមែនជាតួទេគឺគ្រាន់តែជាជនរងគ្រោះដែលស្ថិតនៅក្នុងសាច់រឿងហ្នឹងតែប៉ុណ្ណោះការម្ដងហាងរបស់គាត់វិញភ្ញៀវក៏នៅតែមានចូលមិនថាសិស្សសាលាឬក៏ប្រជាជនធម្មតាឬក៏ម្នាក់មានអីនោះទេពួកគេនៅចូលចឹងទៅការម្ដងសិស្សសាលា2នាក់វិញដែលនេះហ្នឹងគឺថាបានលូកក្រាបទៅលើជាមួយនឹងអ្នកធ្វើ burger ហ្នឹងផងដែរអ្នកលក់ហើយនាងក៏បាននិយាយដូចមុននាងក៏បាននិយាយថាលោកអ្នកលក់ burger គឺលោកមកទៅពិតជាស្អាតខ្លាំងណាស់ណាតើខ្ញុំអាចសុំលេខផ្ទះរបស់លោកបានឬទេខ្ញុំស្រួលទៅជួបលោកហើយជួយធ្វើ hamburger លោកណាពេលដែលនាងចេញម្ដងនាងបានសម្រេចចិត្តអួតប្រាប់មិត្តភក្តិរបស់នាងទាំងអស់តែម្ដងថានាងបានលេខផ្ទះរបស់លោកអ្នកលក់ burger ដល់សង្ហាហ្នឹងហើយជាមួយនាងនឹងទៅហើយអ្នកលក់ burger ហ្នឹងក៏បានញញឹមដោយសារតែគាត់ហ្នឹងគឺមានសាច់ថ្មីទៀតហើយមើលទៅហើយសាច់រឿងរបស់យើងក៏បានជិះចូលដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណឹងដូច្នេះសាច់រឿងមួយនេះគឺថាគឺមិនមែនទីបញ្ចប់នោះទេគឺថានៅតែមានអ្នកលក់ស្រឡាញ់ទៅលើអ្នកលក់ burger ហ្នឹងហើយតែសុំលេខផ្ទះហើយអ្នកដែលទៅផ្ទះរបស់គាត់គឺថាគ្មានអ្នកណារីកខ្លួនត្រឡប់មកវិញនោះទេដូច្នេះហើយទៅពួកគេនឹងបានស្ដាប់នៅផ្ទះនឹងដូចគ្នាហើយមានក៏ដឹងថាសាច់រឿងនឹងមានន័យអីមិនដែរដោយសារតែសាច់រឿងគេថតមកអញ្ចឹងអត់មានក៏មកសម្រេចថាអញ្ចឹងឲ្យអ្នកទាំងអស់គ្នាទៅដូច្នេះពីអត់មានសរសើរ gaming បាត់ម៉ែអ្នកទាំងអស់គ្នាដោយសារស្អកកមកម៉ែអ្នកទាំងអស់គ្នាអើយឈឺកអត់បានផឹកទឹកសោះដូច្នេះពីអត់មានបាត់ម៉ែអ្នកទាំងអស់គ្នាអើយអូយ